សុខស្ដីបងប្អូនសិស្សានុសិស្សថ្នាក់ទី11ទាំងអស់គ្នាបាទហើយលោកគ្រូឈ្មោះសង្ឃចន្ទរានជាលោកគ្រូបង្រៀនមុខវិជ្ជារូបវិទ្យាថ្នាក់ទី11នៃវិទ្យាល័យហ៊ុនសែនបរិបូរណ៍អញ្ចឹងថ្ងៃនេះដែរលោកគ្រូនឹងលើកយកប្រធានបទមួយមកពិសោធន៍ទាក់ទងជាមួយនឹងប៉ោលតូលដែលស្ថិតនៅក្នុងសៀវភៅសិក្សាគោលរបស់យើងគឺចំពោះទី3រលកមេរៀនទី1ចលនាខួបហើយនៅក្នុងចំណុច 3.1 គឺជាអំពីប៉ោលតូលបាទអញ្ចឹងដោយពួកយើងបានដឹងរួចហើយគឺគ្រប់វត្ថុទាំងអស់ដែលនៅជុំវិញផែនដីនៅពេលដែលវាធ្លាក់គឺសុទ្ធតែធ្លាក់មករកគេមករកផែនដីយើងដឹងអត់ហេតុអីបានជាវត្ថុទាំងអស់នោះវាធ្លាក់មករកដីគឺដោយសារតែផែនដីបានបង្កើតនៅសន្ទុះទំនាញមួយអញ្ចឹងថ្ងៃនេះវត្ថុបំណងនៃការពិសោធន៍របស់យើងនឹងប្រើប៉ោលតូលរបស់យើងដើម្បីគណនារកសន្ទុះទំនាញផែនដីដើម្បីផ្ទៀងផ្ទាត់ជាមួយនឹងទ្រឹស្ដីដែលគេកំណត់យកតម្លៃវាគឺ 9.8 ម៉ែត្រក្នុង1វិនាទីការ៉េហើយប៉ោលតូលមួយទៀតបងប្អូនបានដឹងហើយគឺវាជាប្រព័ន្ធនៃលំយល់មួយបាទដែលវាបង្កើតឡើងដោយវត្ថុដែលចងព្យួរជាមួយនឹងចំណុចនឹងមួយអញ្ចឹងដោយខ្សែដែលមានប្រវែង L មិនយឺតនឹង1គិតម៉ាស់អញ្ចឹងបើសិនជាប៉ោលនៅស្ងៀមនោះយើងសង្កេតឃើញទីតាំងរបស់ប៉ោលគឺស្ថិតក្នុងទេសឈរបាទហើយគេចាត់ទុកថានេះគឺជាទីតាំងលំនឹងប្រសិនបើយើងប្រើកម្លាំងទាញប៉ោលឲ្យចេញពីទីតាំងលំនឹងបង្កើតបានមុំមួយហើយយើងលែងវាមកវិញអញ្ចឹងប៉ោលរបស់យើងវានឹងយល់ទៅយល់មកបែបនេះបង្កើតបានជាចលនាមួយគេឲ្យឈ្មោះថាចលនាខួបបាទហើយក្នុងរូបមន្តប៉ោលតូលរបស់យើងមកបានខួបនៃចលនាគឺតេស្មើនឹង 2 ផៃឬ L លើ Z ហើយយើងទាញរក Z គឺយើងបាន4ផៃការ៉េគុណនឹង L លើតេបាទតេការ៉េតើយើងអាចកំណត់សន្ទុះទំនាញផែនដីដោយប្រើប៉ោលតូលបានយ៉ាងដូចម្ដេចបាទអញ្ចឹងដើម្បីសម្រេចវត្ថុបំណងរបស់យើងគឺយើងត្រូវការធ្វើការពិសោធន៍ដែលមានសម្ភារៈមួយចំនួនដូចជាជើងតម្រខ្សែរបស់យើងគឺអត់យឺតហើយមានម៉ាស់តូចយើងអាចចោលបានប្រវែងប្រហែលជា40ទៅ50សង់ទីម៉ែត្រយើងមានម៉ាស់តូចមួយយើងមានម៉ែត្របន្ទាត់គឺសម្រាប់វាស់បាទហើយយើងមានឧបករណ៍សម្រាប់កំណត់បាទរយៈពេលយើងចាប់ផ្ដើមដំណើរការពិសោធន៍ដំបូងគឺយើងត្រូវចងវត្ថុរបស់យើងនេះជាមួយនឹងខ្សែរបស់យើងមកគឺជាម៉ាស់យើងអាចយកតូចមួយក៏បានដែរកុំឲ្យធំពេកបាទអញ្ចឹងយើងចងមួយខាងមួយម៉ាស់ហើយចងមួយខាងទៀតគឺយើងចងភ្ជាប់ជាមួយនឹងរបាឲ្យវានឹងយើងអាចព្យួរវាក្នុងលំហបាទអញ្ចឹងបន្ទាប់មកគឺយើងប្រើទ័ពរបស់យើងដើម្បីវាស់រកប្រវែងខ្សែយើងដាក់យ៉ាងណាឲ្យចុងនៃម៉ែត្ររបស់យើងគឺនៅត្រង់ផ្ចិតនៃម៉ាស់ហើយនៅខាងលើគឺត្រង់បង្គោលអញ្ចឹងកន្លែងនេះគឺខ្ញុំទទួលបាន33សង់ទីម៉ែត្រអញ្ចឹងយើងកត់ត្រាតម្លៃរបស់យើងគឺនៅលើស្លឹកកិច្ចការបាទ33សង់ទីម៉ែត្របន្ទាប់មកគឺយើងប្រើឧបករណ៍កំណត់រយៈពេលអញ្ចឹងយើងធ្វើការទាញប៉ោលឲ្យឃ្លាតជាងទីតាំងលំនឹងមកបានមុំមួយពេលដែលយើងប្រឡែងម៉ាស់គឺយើងត្រូវចុចនេះគឺក្នុងពេលដំណើរគ្នាហើយយើងចាប់ដើមរាប់អញ្ចឹងចាប់ដើម1 2 3 4 5 6 7 8 9 10ខ្ញុំរាប់បាន10បាទអញ្ចឹងនៅពេលដែលបងប្អូនទទួលបានខួបដែលយើងបានការពិសោធន៍ហើយយើងយកវាមកជំនួសចូលក្នុងរូបមន្ត Z បាទអញ្ចឹងដើម្បីទាញរក Z បន្ទាប់មកយើងយកតម្លៃ Z នេះគឺចុះចូលទៅក្នុងតារាងលទ្ធផលដែលយើងមានត្រៀមរួចជាស្រេចអញ្ចឹងបងប្អូននឹងធ្វើរបៀបនេះ4ទៅ5ដងទៅអាស្រ័យទៅលើការពិសោធន៍របស់បងប្អូនបាទហើយបងប្អូននឹងយកតម្លៃ Z ទាំងអស់នោះយកមករកមធ្យមរបស់វាអញ្ចឹងយើងយកតម្លៃមធ្យមរបស់ Z តាមការពិសោធន៍យើងទៅរកភាគរយល្អៀងដោយយើងយក Z តាមទ្រឹស្ដីដក Z ការពិសោធន៍ចែកជាមួយ Z តាមទ្រឹស្ដីគុណនឹង100អញ្ចឹងបើសិនជាភាគរយល្អៀងរបស់បងប្អូនមានតម្លៃតូចជាង 5% នោះបញ្ជាក់ថាការពិសោធន៍របស់យើងនោះគឺត្រឹមត្រូវលទ្ធផលអាចទទួលយកបានហើយដែលយើងថាលទ្ធផលយើងទទួលយកបានហើយគឺយើងសរសេរនៅការវិភាគនិងសន្និដ្ឋាននៅក្នុងសិលកិច្ចការបងប្អូនប៉ុណ្ណឹងអរគុណ